សម័យមួយព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិកសេដ្ឋីទីក្រុងសាវត្ថីសម័យនោះឯងព្រះមានព្រះភិក្ខទ្រង់ពន្យល់ណែនាំពួកភិក្ខុឲ្យឃើញច្បាស់ឲ្យកាន់យកឲ្យអាចហ៊ានឲ្យរីករាយដោយធម្មីកថាប្រកបដោយព្រះនិព្វានពួកភិក្ខុនោះក៏ធ្វើឲ្យជាប្រយោជន៍ធ្វើទុកក្នុងចិត្តប្រមូលមកនៅចិត្តទាំងពួងផ្ទៀងសោតប្រសាទប្រុងស្ដាប់ធម៌គ្រានោះឯងយក្ខិនីឈ្មោះបណបសកមេដាលួងកូនតូចយ៉ាងនេះថាមនាលនាងឧត្តរាចូលកូនស្ងៀមទៅមនាលបណបសកចូលកូនស្ងៀមទៅម៉ែនឹងស្ដាប់នៅព្រះធម៌របស់ព្រះសាស្តាជាព្រះពុទ្ធដ៏ប្រសើរសិនព្រះមានព្រះភិក្ខបានសម្ដែងនៅព្រះនិព្វានថាជាគ្រឿងរួចចាកគន្ធៈទាំងពួងម្យ៉ាងទៀតសេចក្តីប្រាថ្នាក្នុងធម៌នោះរបស់ម៉ែខ្លាំងហួសប្រមាណកូនរបស់ខ្លួនក៏ជាទីស្រឡាញ់ក្នុងលោកប្តីរបស់ខ្លួនក៏ជាទីស្រឡាញ់ក្នុងលោកតែសេចក្តីប្រាថ្នាក្នុងធម៌នោះជាទីស្រឡាញ់របស់ម៉ែក្រៃលែងជាងនោះទៅទៀតកូនក្តីប្តីក្តីដែលជាទីស្រឡាញ់មិនមែនរំដោះម៉ែឲ្យរួចចាក់ទុកបានទេមានតែការស្ដាប់នៅព្រះធម៌ទើបរំដោះសត្វទាំងឡាយឲ្យរួចចាក់ទុកបានកាលបើសត្វលោកត្រូវសេចក្តីទុកគ្របសង្កត់ប្រកបដោយជរានិងមរណៈហើយព្រះមានព្រះភិក្ខទ្រង់ត្រាស់ដឹងហើយនៅធម៌ណាម៉ែចង់ស្ដាប់ធម៌នោះដើម្បីរួចចាកជរានិងមរណៈមនាលបណបសកចូលកូនស្ងៀមទៅបណបសកកុមារតបថាបបិទ្ធអ្នកម៉ែខ្ញុំមិននិយាយទេទាំងនាងឧត្តរាក៏នៅស្ងៀមដែរសូមអ្នកម៉ែស្ដាប់ធម៌ចុះការស្ដាប់ព្រះសទ្ធម្មនាំមកនៅសេចក្តីសុខបបិទ្ធអ្នកម៉ែយើងដើរទាំងទុកព្រោះមិនបានដឹងនៅព្រះសទ្ធម្មដែលព្រះពុទ្ធអង្គនោះជាអ្នកធ្វើនៅពន្លឺដល់ទេវតានិងមនុស្សទាំងឡាយដែលពង្វេងព្រះអង្គមានព្រះសរីរៈជាទីបំផុតមានបញ្ញាចក្ខុទ្រង់កំពុងសម្ដែងធម៌ម៉ែនិងកូនប្រុសបានសម្រេចសោតាបត្តិផលឯនាងឧត្តរាក៏ជាកូនស្រីក៏មានឧបនិស្ស័យដែរតែមិនទាន់បានសម្រេចព្រោះនៅតូចពេកទទួលធម្មទេសនាមិនទាន់បានតាមន័យនៃព្រះអដ្ឋកថាបណបសកមេដាពោលថាប្រពៃណាស់ណកូនកើតហើយដេកនៅនាទ្រូងម៉ែគឺជាបណ្ឌិតកូនរបស់ម៉ែស្រឡាញ់ធម៌ដ៏បរិសុទ្ធរបស់ព្រះពុទ្ធដ៏ប្រសើរមនាលបណបសកចូលកូនបានសុខស្រួលម៉ែបានខ្ពង់ខ្ពស់ក្នុងសាសនាតាំងពីថ្ងៃនេះហើយទាំងនាងឧត្តរាក៏ចូលស្ដាប់អរិយសច្ចៈទាំងឡាយដែលម៉ែនិងកូនបានឃើញហើយចុះសូមអនុមោទនា